តើអ្នកណានឹងទិញយក TikTok នៅសហរដ្ឋអាមេរិកសួស្តីបងប្អូនម្ដងទៀតថ្ងៃនេះខ្ញុំនាំមកជូនបងប្អូននៅព័ត៌មានបច្ចុប្បន្នភាពអំពីការទិញលក់ TikTok នៅក្នុងសហរដ្ឋអាមេរិកបងប្អូនយើងដឹងថាកន្លងមកកាលពីឆ្នាំ2024តាំងពីខែ4ឆ្នាំ2024មករដ្ឋបាលរបស់សហរដ្ឋអាមេរិកបានសម្រេចថាបង្ខំចិត្តឲ្យ TikTok ត្រូវតែលក់ឲ្យអាមេរិកឬក៏ត្រូវបិទមិនឲ្យប្រជាជនអាមេរិកប្រើប្រាស់ TikTok ទេពីព្រោះគេគិតថាមានការព្រួយបារម្ភទាក់ទងនឹងការលួចទិន្នន័យផ្សេងៗរបស់អ្នកប្រើប្រាស់ទៅបកគលឲ្យរដ្ឋាភិបាលចិនអីចឹងទៅពីព្រោះគេគិតថា TikTok គឺជាក្រុមហ៊ុនដែលបម្រើឲ្យរដ្ឋាភិបាលប្រទេសចិនអញ្ចឹងមកដល់ពេលនេះតាមពិតទៅបងប្អូនការទិញលក់ TikTok នៅសហរដ្ឋអាមេរិកនេះត្រូវបានពជាពេលតាមអ្វីដែលច្បាប់កាត់សេចក្តីឲ្យថាត្រូវតែលក់នៅថ្ងៃណាខែណាឆ្នាំណាហ្នឹងគឺគេកាត់សេចក្តីឲ្យលក់តាំងពីខែ4ឆ្នាំ2024នោះប៉ុន្តែត្រូវបានបរាជ័យនៅពេលនោះគឺការទិញលក់មិនទាន់បានជោគជ័យទេហើយការទិញលក់ TikTok នោះក៏បានពជារហូតមកដល់ខែកញ្ញាឆ្នាំ2024ដដែលហ្នឹងគឺការទិញលក់បរាជ័យទៀតមិនទាន់មានការចរចាសម្រេចតម្លៃអីលក្ខខណ្ឌផ្សេងៗមិនបានជោគជ័យក៏ពជាលើកទី1អាហ្នឹងគឺមកដល់ខែកញ្ញាឆ្នាំ2024ប៉ុន្តែការពជាលើកទី2ទៀតក៏ការទិញលក់បរាជ័យម្ដងទៀតនៅក្នុងខែ4ឆ្នាំ2025នៅពេលដែលប្រទេសចិនកំពុងតែមានការលំបាកហើយមិនស្រួលជាមួយគ្នានៅពេលដែលអាមេរិកបានដាក់ពន្ធបន្ថែមទៀតលើទំនិញរបស់អាមេរិកអីអញ្ចឹងគឺវាផុសផុលកាលពី3ខែមុនហ្នឹងកាលពីខែមេសាឆ្នាំ2025ហ្នឹងគឺអាឡ័យតាជជែកគ្នារឿងពន្ធទំនិញនាំចេញនាំចូលអាមេរិកចិនអីអញ្ចឹងគឺធ្វើឲ្យការទិញលក់ TikTok ហ្នឹងត្រូវបានពជាលើកទី2អញ្ចឹងរហូតមកដល់ម្សិលមិញថ្ងៃទី29ខែមិថុនាឆ្នាំ2025ទើបតែប្រធានាធិបតី Donald Trump លោកមានប្រសាសន៍ថាឥឡូវការពជាហ្នឹងវាចូលដល់លើកទី3ហើយអំពីការទិញលក់ TikTok នៅសហរដ្ឋអាមេរិកហើយគាត់មិនបានប្រកាសថាបុគ្គលណាម្នាក់ឬក៏2នាក់ណាជាអ្នកទិញទេប៉ុន្តែគាត់ប្រាប់ថាជាក្រុមមនុស្សមានក្រុមអ្នកមានមួយក្រុមត្រៀមខ្លួនរួចរាល់នៅក្នុងការទិញ TikTok នៅសហរដ្ឋអាមេរិកហើយគាត់នឹងឲ្យដំណឹងកាន់តែច្បាស់នៅក្នុងរយៈពេល2សប្តាហ៍ខាងមុខទៀតហើយគាត់ក៏បានប្រាប់បន្ថែមទៀតថាការទិញលក់ TikTok ហ្នឹងគឺក៏ចាំបាច់ត្រូវមានការអនុញ្ញាតយល់ព្រមពីប្រធានាធិបតីចិនដែរហើយគាត់ក៏និយាយថាគាត់ជឿថាមិនអីទេគាត់ជឿថា Xi Jinping ប្រកាសជា say yes ប្រកាសជានិយាយថាអូខេប្រកាសជាយល់ព្រមសម្រាប់ការលក់ TikTok នៅក្នុងប្រទេសអាមេរិកឲ្យមហាសេដ្ឋីឲ្យអ្នកមានរបស់អាមេរិកជាអ្នកកាន់កាប់អញ្ចឹងការទិញលក់គាត់ថានឹងច្បាស់មែនទែនគឺនៅ2សប្តាហ៍ខាងមុខទៀតអញ្ចឹងការប្រែប្រួលយ៉ាងណាការ delay អីទៀតអាចនឹងមានការពជាពេលទៀតហើយការទិញលក់នឹងមានលក្ខខណ្ឌអីខ្លះហើយការប្រើប្រាស់ TikTok នៅអាមេរិកអាចនៅដដែលដោយ TikTok នៅក្នុងពិភពលោកឬក៏អាចបដូរលក្ខខណ្ឌប្រើប្រាស់អីមួយចំនួនទៀតគឺយើងចាំតាមដានទស្សនាទាំងអស់គ្នាខ្ញុំនឹងអាប់ដេតជូនបងប្អូនបន្តទៀតអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយ